សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់វីដេអូឃ្លីបរបស់ខ្ញុំក្នុងថ្ងៃនេះអញ្ចឹងសម្រាប់វីដេអូឃ្លីបមួយនេះខ្ញុំនឹងប្រាប់បងប្អូនទាំងអស់គ្នាពីវិធីក្នុងការផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណរបស់យើងជាមួយនឹងលេខទូរស័ព្ទដើម្បីឲ្យត្រូវបន្ទាប់មកទៀតយើងយកទៅ verify ជាមួយនឹង Digi Super App អញ្ចឹងគឺ app របស់ក្រសួងដើម្បីឲ្យត្រូវតាមគោលការណ៍របស់ក្រសួងអញ្ចឹងតែបងប្អូនមុននឹងផ្ទៀងផ្ទាត់ជាមួយ Digi Super App បងប្អូនត្រូវផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណនិងលេខទូរស័ព្ទរបស់យើងសិនឲ្យត្រូវដើម្បីយើងទៅផ្ទៀងផ្ទាត់ក្រសួងគេទទួលស្គាល់អញ្ចឹងណាកាលណាខុសអត្តសញ្ញាណប័ណ្ណផ្សេង SIM កាតឈ្មោះផ្សេងអញ្ចឹងបងប្អូន verify គឺគេ reject ជួនកាលទៅគេ in review អាហ្នឹងគេចាប់កំហុសរបស់យើងណាអញ្ចឹងមុននឹងចូលទៅទៀតបងប្អូនធ្វើឲ្យត្រូវអត្តសញ្ញាណប័ណ្ណហើយនិងលេខទូរស័ព្ទយើងគឺដូចគ្នាអញ្ចឹងសម្រាប់ការឆែកព័ត៌មាន SIM របស់យើងតើអត្តសញ្ញាណប័ណ្ណរបស់យើងអត់បងប្អូនអាចកន្លែង call ហ្នឹងបងប្អូនអាចវាយផ្កាយ1202ធំជូកបញ្ជូនបងប្អូនអាចធ្វើអញ្ចឹងបានតែអត់ទាន់លម្អិតទេណាព្រោះអាហ្នឹងយើងគ្រាន់ឆែកដឹងឈ្មោះរបស់យើងដឹងអត្តសញ្ញាណប័ណ្ណរបស់យើងនិងលេខទូរស័ព្ទរបស់យើងគឺអត់ទាន់លម្អិតទេអញ្ចឹងវាអត់ទាន់អត់បងប្អូនចង់លម្អិតបងប្អូនទៅចូលក្នុង app សម្រាប់ Cell Card គឺ Cell Card app សម្រាប់Smart គឺ Smart ណាស់សម្រាប់ Smartphone គឺ Cam ID អញ្ចឹងដោយសារខ្ញុំខ្ញុំទៀងទាត់ជាមួយនឹង Cell Card អញ្ចឹងខ្ញុំយក Cell Card app អញ្ចឹងខ្ញុំចូលក្នុង Cell Card app មកដល់កន្លែងនេះដើម្បីផ្ទៀងផ្ទាត់បានបងប្អូនត្រូវ register លេខទូរស័ព្ទជាមួយនឹង Cell Card app ហ្នឹងសិនណាអញ្ចឹងមកដល់កន្លែងនេះបងប្អូនចុច login or sign up បងប្អូនចុចកន្លែងហ្នឹងមកបន្ទាប់មកទៀតគេតម្រូវឲ្យបងប្អូនវាយលេខទូរស័ព្ទរបស់បងប្អូនដែលត្រូវផ្ទៀងផ្ទាត់ហ្នឹងណាអញ្ចឹងសម្រាប់លេខទូរស័ព្ទខ្ញុំតបខ្ញុំវាយលេខទូរស័ព្ទហើយបងប្អូនចុចលើពាក្យថា send verify បងប្អូនចុចកន្លែងហ្នឹងមកអញ្ចឹងនេះលេខកូដគេផ្ញើមកហើយអញ្ចឹងបងចុចយកលេខកូដហ្នឹងមកដល់កន្លែងនេះបងប្អូនមើលឃើញទេអញ្ចឹងយើង register ជាមួយនឹង app ហ្នឹងហើយយើងអត់ទាន់បានផ្ទៀងផ្ទាត់ទេណាអញ្ចឹងយើងត្រូវមើលសិនតើព័ត៌មានហ្នឹងត្រូវឈ្មោះយើងអត់ភេទយើងពិតជាភេទប្រុសមែនអត់ទីលំនៅអីយើងត្រូវគ្នាអត់អញ្ចឹងណាលេខអត្តសញ្ញាណប័ណ្ណត្រូវគ្នាអត់អញ្ចឹងបងប្អូនអាចចូលកន្លែងនេះកន្លែងលើគេខាងលើគេកន្លែងឈ្មោះនេះខាងឆ្វេងខាងលើគេបងប្អូនចុចកន្លែងហ្នឹងមកអញ្ចឹងពេលដែលបងប្អូនចូលទៅបងប្អូនឃើញ edit profile ចេះ 100% គឺបងប្អូនអាចដូរបានណាតញ្ញាណប័ណ្ណយើងណាបើសិនជាខុសយើងអាចដូរបានតែបើសិនជាចូលកន្លែងហ្នឹងហើយអត់មានឃើញពាក្យថា edit profile ទេ 100% បងប្អូនដូរបានទេអញ្ចឹងមូលហេតុហ្នឹងវាកើតឡើងចេះក្នុងអំឡុងពេលថ្មីហ្នឹងមួយឆ្នាំមុន2ឆ្នាំមុន3ឆ្នាំមុនបងប្អូនធ្លាប់ទៅក្រុមហ៊ុនបើកលេខនឹងថ្មីឬក៏បញ្ហាណាមួយដែលតាក់ទងនឹងលេខនឹងអញ្ចឹងបងប្អូនបានទៀងទាត់ហើយទោះបីខុសក៏ដោយបងប្អូនអាចកែដោយខ្លួនឯងបានទេប៉ុន្តែបើសិនជាចូលកន្លែងហ្នឹងហើយបងប្អូនឃើញពាក្យ edit profile នេះអញ្ចឹងលេខទូរស័ព្ទហ្នឹងយើងអាចកែតម្រូវអត្តសញ្ញាណប័ណ្ណថ្មីម្ដងទៀតគឺបានតែម្ដងទេណាគឺបានម្ដងហ្នឹងចប់អញ្ចឹងដោយ account មួយនេះអញ្ចឹងខ្ញុំឲ្យបងប្អូនមើល account មួយខ្ញុំដែរគឺខ្ញុំបានកែហើយអញ្ចឹងវាអត់អាចកែម្ដងទៀតអញ្ចឹងឲ្យបងប្អូនមើលហើយនេះបងប្អូនមើលឥឡូវខ្ញុំចូលកន្លែងហ្នឹងដូចគ្នាចុចកន្លែងឈ្មោះហ្នឹងបងប្អូនឃើញទេSIM ខ្ញុំ verify ហើយអញ្ចឹងគឺតែម្ដងទេ verify ហើយយើងអត់មាន edit profile នេះកាលណាអត់មាន edit profile ឃើញតែចេះគឺយើងអាចកែបានទេបើយើងចង់កែដល់យើងទៅក្រុមហ៊ុនបើថាយើងប្រើ12យើងទៅក្រុមហ៊ុន12 Smart យើងទៅ Smart Shop Medphone យើងទៅក្រុមហ៊ុន Medphone អញ្ចឹងសម្រាប់ account នេះគឺកែបានទេដោយសារខ្ញុំទៅកែថ្មីហ្នឹងអញ្ចឹងដូចខ្ញុំថាអញ្ចឹងក្នុងរយៈពេលថ្មីហ្នឹង1ឆ្នាំ2ឆ្នាំមុនយើងធ្លាប់ទៅបើក SIM នឹងថ្មីស្មើនឹងយើង verify ហើយអញ្ចឹងទោះបីខុសក៏ដោយត្រូវក៏ដោយគឺយើងអាចធ្វើដោយខ្លួនឯងបានទេលុះត្រាយើងទៅក្រុមហ៊ុនអញ្ចឹងដោយ account នេះគឺខ្ញុំអាចកែបានដោយសារខ្ញុំអត់ដែលបានកែតម្រូវអញ្ចឹងគឺគេទុកពេលយើងម្ដងធ្វើដោយខ្លួនឯងខុសក៏ដោយត្រូវក៏ដោយគឺតែម្ដងហ្នឹងឯងបើបងប្អូនចង់ផ្លាស់ប្ដូរទៀតបងប្អូនត្រូវទៅក្រុមហ៊ុនហ្មងអញ្ចឹងបើបងប្អូនឆែកមើលឃើញព័ត៌មានដូចចេះអាហ្នឹង 100% បងប្អូនអាចដូរបានអញ្ចឹងសម្រាប់ account នេះឃើញទេពីរនឹងខុសគ្នាអញ្ចឹងអានេះចូលកន្លែងហ្នឹងទៅឃើញមាន profile គេឲ្យកែតម្រូវព័ត៌មានផ្ទាល់ខ្លួនរបស់យើងបាននេះគឺអត់ទេដោយសារខ្ញុំធ្វើហើយអញ្ចឹងក្នុងអំឡុងពេលថ្មីក៏ដោយ1ឆ្នាំ2ឆ្នាំមុនក៏ដោយដែលយើងធ្លាប់ទៅបើក SIM នឹងថ្មីអញ្ចឹងចង់បញ្ជាក់ប្រាប់បងប្អូនកន្លែងហ្នឹងអញ្ចឹងយើងចូលមកការកែតម្រូវវិញអញ្ចឹងបងប្អូនអាចចុចកន្លែង edit profile នេះ
ចុចកន្លែងហ្នឹងមកបន្ទាប់មកទៀតបងប្អូនមើលគេដាក់ថា upload your Apple សំទោស upload your ID ហ្នឹងបានគេដាក់ញ៉ាំបានអញ្ចឹងបងប្អូនអាចចុចកន្លែងហ្នឹងបានចុចកន្លែងហ្នឹងមកអញ្ចឹងមកដល់កន្លែងនេះគេនឹងផ្ញើកូដហ្នឹងចូលក្នុងលេខទូរស័ព្ទនេះកូដលូតមកអញ្ចឹងខ្ញុំចុចកន្លែងហ្នឹងមកអញ្ចឹងមកដល់កន្លែងនេះគេតម្រូវយើង scan មុខអញ្ចឹងយើងអាចចុច scan មុខមកយើងធៀបមកហើយទៅយើងយកកន្លែងណាក៏បានដែរអានេះបានយកលើមកនេះយើង scan ដាក់មុខយើងឲ្យចំហ្មងនេះកន្លែងលក្ខណៈក៏តាមលក្ខណៈអញ្ចឹងយើងព្យាយាមបន្តិចជួនកាលទៅវាអត់ឲ្យដែរវាពិបាកដែរតមកទៀតតទៅយើង scan ត្រូវទៀមទាត់អ្នកនេះបានគេចាប់យើងបានណាអញ្ចឹងយើងចុច Cambodia ID ហ្នឹងគឺធ្វើការទៀមទាត់តាក់ញៀនបានសំទោសមិញគឺទៀមទាត់មុខនេះគឺទៀមទាត់តាក់ញៀនបានអញ្ចឹងយើងយកតាក់ញៀនបានយើងមកយើងដាក់ scan ឲ្យថតចំអញ្ចឹងមកដាក់ច្បាស់មកហើយបន្ទាប់មកយើងថតតោះមកចាប់ហើយយើងចុចពាក្យ verify ចឹងមកដល់កន្លែងនេះយើងចុចពាក្យ confirm បងប្អូនមើលសិនមើលឈ្មោះមើលថ្ងៃខែឆ្នាំកំណើតភេទអលតញ្ញាណប័ណ្ណហើយថ្ងៃខែផុតកំណត់របស់តញ្ញាណប័ណ្ណរបស់យើងហើយនឹងទីលំនៅរបស់យើងអញ្ចឹងបើបងប្អូនយកអនុលោមតាមនឹងទាំងអស់បងប្អូនត្រូវធីកនេះម្ដងទៀតដើម្បីឲ្យព័ត៌មានហ្នឹងវាជាប់តាមនឹងអញ្ចឹងតមកទៀតយើងចុច confirm ធីកកន្លែងនេះ complete this may current address អញ្ចឹងយើងធីកកន្លែងហ្នឹងផងធីកហើយយើងចុច confirm មកនឹងបានដែលវាយកតាមព័ត៌មានតាមអត្តញ្ញាណប័ណ្ណយើងអញ្ចឹងអត្តញ្ញាណប័ណ្ណគឺអត្តញ្ញាណប័ណ្ណដែលមានសុពលភាពមិនមែនយើងយកអត្តញ្ញាណប័ណ្ណដែលផុតសុពលភាពយកប្រើទេបន្ទាប់មកបងប្អូនចុចដានមកតែប៉ុណ្ណឹងគឺព័ត៌មាននឹងចប់ឲ្យបងប្អូនគេលែងចុចពាក្យលែងចេញពាក្យថា edit profile ទៀតហើយឃើញទេបានតែ account ហ្នឹងគឺ verify ហើយអញ្ចឹងបើបងប្អូនត្រូវការដាក់ profile អីបងប្អូនដាក់មកនៅកន្លែងហ្នឹងដាក់បានណាចុចមកដាក់ profile បានហើយអញ្ចឹងអ្នកបងប្អូនអញ្ចឹងឃើញទេព័ត៌មានតែមិញហ្នឹងគឺត្រូវតាមនឹងទាំងអស់ហើយអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្ណឹងអរគុណបងប្អូនទាំងអស់គ្នាដែលតាមដានវីដេអូរបស់ខ្ញុំអរគុណ